បាទឥឡូវយើងចូលមេរៀនយើងបន្តទៀតមេរៀនទី7សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់សហរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ឬអាល្លឺម៉ង់ខាងកើតបង្កើតនៅថ្ងៃទី7ខែតុលាឆ្នាំ1949មានផ្ទៃក្រឡាចំនួន1,03,333គីឡូម៉ែត្រការ៉េមានប្រជាជនចំនួន17លាននាក់នៅឆ្នាំ1988និងមានតង់ស៊ីតេ154នាក់ក្នុង1ម៉ែត្រការ៉េរដ្ឋធានីគឺបេឡាំងខាងកើតមានព្រំប្រទល់ខាងលិចជាប់នឹងសហព័ន្ធអាល្លឺម៉ង់ខាងជើងទល់នឹងសមុទ្រប៉ាល់ទិកខាងកើតជាប់ប្រទេសប៉ូឡូញនិងខាងត្បូងជាប់ប្រទេសឆេកូស្លូវ៉ាគីដោយសារសង្គ្រាមលោកលើកទី2ធ្វើឲ្យប្រជាជនអាល្លឺម៉ង់ភាគច្រើនជាស្ត្រី53%ចំណែកបុរសមានចំនួនតែ47%តែប៉ុណ្ណោះការព្រាត់ប្រាសគ្រួសារគឺជាកត្តាដែលនាំឲ្យមានកំណើនប្រជាជនខ្សោយចំណុចទី1ការបង្កើតរដ្ឋអាល្លឺម៉ង់ខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ជាប្រទេសដែលមានបន្ទាត់នយោបាយខាងតាមបែបសហភាពសូវៀតដែលដឹកនាំដោយបក្សកុម្មុយនីសរដ្ឋាភិបាលបង្កើតឡើងតាមទម្រង់រដ្ឋធម្មនុញ្ញនៅថ្ងៃទី6ខែមេសាឆ្នាំ1968ដែលជំនួសឲ្យរដ្ឋធម្មនុញ្ញនៅថ្ងៃទី7ខែតុលាឆ្នាំ1949